អ្នកទាំងអស់គ្នាអ្នកនៅកូរ៉េឃ្លាននំចុកបែបខ្មែរតើគេនឹងធ្វើយ៉ាងម៉េចទៅបាននំចុកបែបខ្មែរហូបតោះចាំមើលសកម្មភាពខ្ញុំទាំងអស់គ្នាណាជ័យខ្ញុំមកដល់ហើយអញ្ជើញពីសាមីនំបញ្ចុកបន្លែគ្រប់មុខណានាងណាវគ្គនេះកំឡោះជ័យធ្វើនំបញ្ចុកឲ្យបងប្អូនបានឃើញទាំងអស់គ្នាណាគ្រឿងខ្មែរយើងបែបសាបទេតែនេះគឺជាវប្បធម៌ខ្មែរយើងទៅហើយនំបញ្ចុកនេះគឺតំណាងឲ្យប្រទេសខ្មែរទៅហើយគ្រប់គ្នាឲ្យតែកើតមកជាកូនខ្មែរជាកូនខ្មែរគឺអត់ដែលភ្លេចនៅវប្បធម៌មុខម្ហូបរបស់ប្រទេសខ្លួនទេទៅដល់ណាក៏អត់ដែលភ្លេចដែរចឹងបងប្អូនដែលបានទស្សនាក្នុងប្លុកនេះហើយឃើញវិធីធ្វើម្ហូបរបស់ខ្ញុំហើយកុំសោយកុំយំណាព្រោះវិធីធ្វើម្ហូបគឺមានស្ទាយខុសៗគ្នាបែបបទខុសៗគ្នាអញ្ចឹងទៅតាមស្រុកតាមជនបទនីមួយៗសម្រាប់ខ្ញុំពេលដែលខ្ញុំស្លនំចុកប្រហើគឺខ្ញុំតែងតែបន្ថយបន្ថែមជាមួយនឹងសាច់ជ្រូកកាលណាដាក់បញ្ចូលជាមួយសាច់ជ្រូកទៅរសជាតិបែបឆ្ងាញ់បែបប្លែកពីដាក់ត្រីព្រោះយើងលាយត្រីមួយសាច់ជ្រូកទៀតគឺដឹងតែអែមសែមតែម្ដងសម្រាប់បន្លែគឺអត់មានច្រើនដូចនៅស្រុកខ្មែរយើងទេព្រោះនៅទឹកដីនេះបន្លែបើដាក់ឲ្យគ្រប់ម៉ោងនោះគឺវាថ្លៃ